គ្នាអាចបង្កើត QR code ទុកប្រើប្រាស់បានដោយអ្នកទាំងអស់គ្នាប្រើប្រាស់តែកម្មវិធី Word ទេដើម្បីបង្កើត QR code បានបាទអ្នកទាំងអស់គ្នាអាចតាមដានវីដេអូនេះបានបាទតែយើងត្រូវកំណត់ឬក៏ចូល download កម្មវិធីអីខ្លះបាទអញ្ចឹងអ្នកទាំងអស់គ្នាតាមដានទាំងអស់គ្នាចូលកម្មវិធី Word មកហើយយើងបង្កើត file ថ្មីមួយបាទបន្តមកទៀតអ្នកទាំងអស់គ្នាចូល tab ខាងលើមកបាទចូល tab ខាងលើចូលកន្លែង home ឲ្យមើលមកខាងស្ដាំមានពាក្យ add in មួយបាទចុចពាក្យ add in ហ្នឹងមកហើយយើង download កម្មវិធីមួយឈ្មោះ QR for Office នេះបាទតែសារកុំព្យូទ័រខ្ញុំ download ហើយវាលោតឡើងហ្នឹងហើយបើកុំព្យូទ័រអ្នកទាំងនេះអត់ធ្លាប់ download ទេចុចខាងក្រោមនេះចុច more add in ហ្នឹងបាទបន្តមកទៀតវាលោតកម្មវិធី store មួយបាទអាហ្នឹងសម្រាប់យើង download កម្មវិធីផ្សេងៗទុកប្រើប្រាស់ក្នុងកម្មវិធី Word Excel បាទអញ្ចឹងយើង search QR បាទ QR for Office មកបាទ for Office ហើយចុច search មកវាលោតមកហើយបាទចុច search មកនេះហើយបន្តមកទៀតអ្នកទាំងនេះចុច add មកបាទចុច add ហើយចុច continue អញ្ចឹងវាលោតកន្លែងមួយដើម្បីយើងដាក់ link ចូលបាទអញ្ចឹង QR code គឺជាការកំណត់ link ពេល scan ទៅឲ្យវាទៅណាអញ្ចឹងខ្ញុំ scan ឲ្យទៅ Telegram អញ្ចឹងខ្ញុំចូល Telegram ខ្ញុំ copy link Telegram មួយមកបាទបន្តមកទៀតយើងយក link ហ្នឹងមកដាក់កន្លែងនេះមកអ្នកនរចង់ទៅណាក៏បានចង់ចូល YouTube ចូល Facebook ឬក៏ចង់ចូល website យើងយក link website ដាក់ទៅបាទបើចង់ឲ្យ scan map យក link map ដាក់ទៅអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែង link បាទដាក់ link ហើយកន្លែងនេះគឺកំណត់ទំហំ QR ចង់ធំតូចបាទចង់ឲ្យធំស្រីធំតូចស្រីតូចទៅកន្លែងនេះពណ៌បាទយើងយកពណ៌ខ្មៅធម្មតាទៅកន្លែងនេះ background អ្នកទាំងចង់បានពណ៌សក៏បានពណ៌ខៀវក៏បានស្ដីតាមជាក់ស្ដែងណាតែប៉ុណ្្នឹងទេបាទបន្តមកទៀតកន្លែង medium នេះយើងចង់ឲ្យវាគុណភាពច្បាស់យក high ទៅបាទឲ្យរូបនឹងវាធំឲ្យច្បាស់ចុច insert មកបាទពេលចុច insert ហើយវាមកហើយអ្នកទាំងគ្នាចង់ប្រិចរួមធំតូចអាចស្ដីតាមជាក់ស្ដែងបានណាហើយខ្ញុំចូលកន្លែង position មកអាចសេរីទីតាំងវាចង់ឲ្យនៅឆ្វេងស្ដាំកណ្ដាលបាទហើយទាញវាទៅលើបន្តិចទៅបើចង់សរសេរអក្សរអ្នកទោះនេះចូល insert ហើយចូលកន្លែងword art ហើយយើងដាក់ scan me អញ្ចឹងទៅបាទscan me scan here អញ្ចឹងទៅបាទ scan here scan នៅទីនេះឲ្យគេស្រួលចំណាំមើលអញ្ចឹងបាទអញ្ចឹងតែប៉ុណ្្នឹងហើយបាទសាក់ print មើលចង់ print ក៏បានដែរបាទអាច print យកទៅដាក់នៅទីតាំងផ្សេងៗឲ្យគេ scan បានបាទអូខេអញ្ចឹងវីដេអូចែកម្លែកខ្លីៗមានប៉ុណ្្នឹងទេបាទសូមអរគុណ